រតមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដោយសេចក្តីគោរពតែប៉ុណ្ណេះទីតោបរាំងធម្មនាទេសេសាមិដើម្បីអភិធម្មនសកាយាចនៈគិតាសង្ឃែតែអត់លើកទៅសម្រាប់លើកខ្ញុំគណៈអាត្មាលើកយកផងតែប៉ុន្តែមុនតែសូមប្រគេនពរបងព្រះគុណបងព្រះវិលេធោព្រះផងធោព្រះសរុបលេខានិងព្រះនួយការសាលាគុណខេត្តគ្រប់ព្រះអង្គក៏ដូចជាចម្រើនពរដល់លោកវិគុណចម្រើនពរលោកស្រីគុណខេត្តចម្រើនពរលោកស្រីអភិបាលនៃគណៈបាលស្រុកដែលជឿនមកជាកតញ្ញូចម្រើនពរញោមញាតិពុទ្ធបរិស័ទនិយាយតាមានមានទាំងអស់គ្នាដែលចូលរួមក្នុងពិធីបុណ្យជាបដិកិច្ចយ៉ាងច្រើនកកកដែលទទួលអាត្មាភាពជាម្នាក់លេខអក្នុងឱកាសនេះហើយមានកិត្តិយសដល់ពុកពុកបានជួបប្រធានញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាជាលើកទី3យកបងចំនួនព្រះអង្គអតីតចៅការខិនដែលចៅការក្លងហើយខិនមកជាមួយញោមម្ដងហើយក៏ហើយឆ្នាំណានោះមកធ្វើបោសតម្ដងចាលើកទី3ញោមតែលើកទី3ជួនពីខ្ញុំណាត់មកតែទៅមានការលើកលោកខ្វះខាតបនបានអក្សរជាជាអ្នករីសេចក្តីបកស្រាយអត្ថាធិប្បាយនិងក៏ប្រតិចិត្តរបស់អង្គលោកយោញាពុទ្ធបរិស័ទនិយាយទៅតាបានសពបាលការយោញាសាទសពប្រកទាំងឡាយដែលជាអ្នកគោរពព្រះពុទ្ធសាសនានៅក្នុងរាជាណាចក្រកម្ពុជាជាពិសេសគឺនៅក្នុងខេត្តនៅក្នុងស្រុកបរសែនគុំបរសែនវត្តបរសែនជាវត្តបរសែនជាចាំបានន័យថាវត្តមានវត្តបរសែនថ្មីមួយទៀតចា៎ខ្ញុំវត្តបរសែនជាថ្មីយ៉ាងជុំញាតប្រុសស្រីខ្ញុំណាអាត្មាភាពសម្ដែងថ្ងៃនេះជាមរណៈទុកដល់ក្រៃលែងព្រមប្រគំចៅអធិការវត្តបរសែនជាដែលព្រះអង្គបានរៀបចំទៅកាន់ម្នាក់លោកខាងមុខយ៉ាងគឺការសោកស្ដាយអឡោះអាល័យពុកព្រះសមណៈដល់អង្គថ្លៃថ្លាដែលជាឋានៈជាគ្រូចៅអធិការដែលគ្រប់គ្រងនៅក្នុងវត្តបរសែនជានេះជាយូរជាណាស់មកដល់ថ្ងៃនេះជាថ្ងៃដែលកាន់ទុកយោញាពុទ្ធបរិស័ទទាំងអស់គ្នាតាំងពីមន្ត្រីរាជការមានវត្តមាននៅក្នុងការនេះមានលោកស្រីអភិបាលលោកស្រីសង្គមកិច្ចលោកវិគុំដែលតំណាងឲ្យអាជ្ញាធរដែនដីទាំងអស់ដែលស្ថិតនៅក្នុងស្រុកបរសែនជានេះហើយយោញានិយាយថាទាំងអស់គ្នាដែលយ៉ាងខ្លាមុនមកនៅព្រះពុទ្ធសាសនាទេវតាតែទៅមានការលឺលកឬក៏មិនក៏អធិស្ឋានមិនរោគវិសាយ៉ាងណាក៏សូមយោញាពុទ្ធបរិស័ទទាំងឡាយកាន់តែអបិទូដល់អ្នកណាខ្មែរជាអ្នកសម្ដែងនៅក្នុងឱកាសនេះហើយបន្តទៅគឺ